bà sợ xâm lên như kia bắn shop à bỏ căng pi bàn tề một này có lư xâm lên chạm micro bắn shop đi trà này nè mình mà đục làm tới đi đi hay cả lò mong mà đục làm thằng nó sắp tệ quay chặt thằng onคุณการยิคเมงเนาะจุกากระจาโดยยืนในนองตีนี่ในมันทางเชียnhiệtโยมที่มนุษย์จ้าแล้วก็ปันเตเนี่ยในวัยกระดาษลายแล้วก็บาสาวบาติกาในวัยกระดาษลายในกรมสว่างในขนมชีวิตเนาะจะได้สลับเมียนจะบวยเยอะให้ได้สลับได้เมียนจราให้จะได้สลับนี่มีเนี่ยนะอาทิเนียบานเนี่ยถ้านั่งมันสลับอ่ะอาจมีเนี่ยนะอาทิเนียบานเนาะตัวเจสามณะก็ได้เปรียมก็ได้เทวดาก็ได้เมียก็ได้พรหมก็ได้หรือบุคคลนามุขนองโลกนะอาทิเนียบานท่าก็มอยสลับเนี่ยตนีอัดบานนะนึกขึ้นอสนมวยได้ประชาสดาปองสำได้อัมปีทอบุญยางนะได้แล้วอัดเมียนบุคคลนามวยขนมโลกอาทิเนียบานก็คือระบอบหน้าได้เมียนสิกได้จักจิตธรรมดานังเทเนียธามันเอาจานันเทเนียมันบานระบอบหน้าได้เมียนเพียรทิจิตธรรมดานังเทเนียธามันเอาเมียนการชื่อจับไม่เทเนียมันบานระบอบหน้าได้เมียนมรณะจิตธรรมดานังเทเนียธากำเอาสลับเนาะเทเนียมันบานมวยเตียนวิบากกรรมแต่หลายนะได้สัตว์บานทเวอหายนะก็คือบาปกรรมแต่หลายประกอบด้วยสิ่งใดสายมองนะทเวอเมียนพบทำไมประปเตมวยเลยได้สิ่งใดกระบาลกระวายนะเมียนตกนั่งเจียพอลนำไอเมียนจิตจะเรียมรณะต่อติดวิบากกรรมแต่งโนบุคคลนั่งเทียนยธาคำอ้อยการลางนึงมันอาเทียนยบานเพราะเป็นเพียบอันตรายสัตว์แต่หลายมีกรรมเชี่ยระบอกล้วนมีกรรมเชี่ยมรดกมีกรรมเชี่ยกำนาดมีกรรมจีพายปงมีกรรมจิตติเปิงจิตติระดับสัตว์แต่หลายประพฤติในกรรมนาตุเชี่ยละออกได้อักระก็ได้ระเบิดในตัวพ่อในกรรมนู้เว้นเหมือนกันอัดมีบุคคลนาเทียนยบานอย่างโดยเกี่ยให้ในทั้งไงนี้ได้ยังบานลือนะก็คือบอลซอฟสิกได้สลับในการมีดอกสัตว์ดอกเตยนะยังอัดดังทาจีนนาแต่บานลือสำเร็จได้กิจจะยังอัดดังบานทาเชียบอลซอฟบานทามีนมาดสลับการบายังบานลือทามีนมาดสลับในไอตึกหน้าก็ได้มีดำดังอย่างนั้นก็เอาเยอะบางเอามาต้องคลุนเยอะอาชีวะระบายเยอะเนี่ยมีประมาณติดใครเด็กเนี่ยกายนี้ก็คงแต่ใบทะเลเตยจิตีบัมพอดนักทุนไงนามวยให้การได้มีชีวิตดูนักกูแต่ทัวนักกูซ้อมเป็นนักบอลทั้งหลายแบบประพฤตินักพระบิจารยทอเยดตรังนี้นึกเคยเรื่องมวยได้ประสาสดาพองตำนานอภิโคสดับพระองค์มีพระดำรัสថាការពីដើមនឹងមានគ្រូម្នាក់ណាឈ្មោះអរកៈជាសាស្តាមួយរូបមានបរិស័ទមានសាវកច្រើនរយគ្រូឈ្មោះអរកៈរមែងសម្ដែងធម៌ដល់ពួកសាវកទាំងឡាយយ៉ាងនេះថាជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីណាមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនហើយដាស់តឿនទៅសាវកទាំងឡាយថាអ្នកទាំងឡាយត្រូវដឹងត្រូវធ្វើនៅកុសលត្រូវប្រព្រឹត្តនៅព្រមចរិយធម៌ដោយប្រាជ្ញាព្រោះថាសត្វដែលកើតហើយសុទ្ធតែស្លាប់សត្វដែលកើតហើយមិនស្លាប់នោះមិនមានសេចក្តីប្រៀបធៀបថាប្រៀបដូចជាដំណក់ទឹកសន្សើមនៅលើចុងស្មៅណាដល់ព្រះអាទិត្យរះឡើងក៏ត្រឡប់បាត់ទៅវិញឆាប់រហ័សស្ងួតទៅវិញជារបស់ដែលមិនថិតទេនៅយូរយារបានយ៉ាងណាជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនប្រៀបដូចជាដំណក់ទឹកសន្សើមយ៉ាងនោះដែរអ្នកទាំងឡាយត្រូវដឹងត្រូវធ្វើនៅកុសលត្រូវប្រព្រឹត្តនៅព្រមចរិយធម៌ដោយប្រាជ្ញាព្រោះសត្វដែលកើតហើយសុទ្ធតែស្លាប់ឬសេចក្តីប្រៀបធៀបមួយទៀត
ប្រៀបដូចជាភ្លៀងដែលមានដំណក់ដល់ថ្លោសក្របធំធំធ្លាក់ចុះមកក្រពេញទឹកក៏ត្រឡប់បាត់ទៅវិញឆាប់មិនថិតថេរនៅយូរយារបានឡើយយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់ច្រើនប្រៀបដូចជាក្រពេញទឹកយ៉ាងនោះដែរណាក្រពេញទឹកដែលភ្លៀងធ្លាក់មកទៅមើលតាមមាត់ស្រះដឹងហើយបងធ្លាក់មកពុបមានក្រពេញទឹកឡើងមកក៏បែកឡើងវិញណាកើតឡើងមកបែកទៅវិញយ៉ាងឆាប់រហ័សជីវិតរបស់ពួកមនុស្សក៏ជារបស់តិចខ្លីយ៉ាងនោះដែរឬប្រៀបដូចជាស្នាមគំនុះដែលគេគូសនៅលើទឹកដោយដំបងក៏តែងតែត្រឡប់បាត់ទៅវិញយ៉ាងឆាប់ណាស់មិនថិតថេរនៅយូរយារបានយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីប្រៀបដូចជាស្នាមគំនុះនៅលើទឹកដែលបុគ្គលគូសដោយដំបងយ៉ាងនោះដែរในការដែលយើងយកអីទៅគូសលើទឹកយកឈើទៅគូសនៅទឹកគូសធ្វើជារូបអីក៏សរសេរជាអក្សរណាស្នាមគំនុះដែលគូសនៅលើទឹកនោះក៏រលត់បាត់ទៅវិញយ៉ាងឆាប់រហ័សយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីណាមានទុកច្រើនមានសេចក្តីជាចង្អល់ច្រើនប្រៀបដូចជាគំនុះនៅលើផ្ទៃទឹកយ៉ាងនោះដែរពួកមនុស្សសោតដូចជាទឹកស្ទឹងហូរពីលើភ្នំហូរទៅកាន់ទីឆ្ងាយមានខ្សែទឹករហ័សអាចនាំទៅនៅរបស់ដែលគួរនាំទៅបានគ្មានកំណត់កាលកំណត់វេលាកំណត់យាមឡើយព្រោះស្ទឹងនោះចេះតែហូរទៅចេះតែប្រព្រឹត្តទៅចេះតែហូរទៅបានយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីប្រៀបដូចជាស្ទឹងហូរពីភ្នំយ៉ាងនោះដែរឬប្រៀបដូចជាបរិសុទ្ធដែលមានកម្លាំងក្រលាវនៅដុំទឹកមាត់ដាក់នៅលើចុងអណ្ដាតហើយក៏ស្ដោះចេញទៅដល់ងាយបានយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចជារបស់ខ្លីប្រៀបដូចជាដុំទឹកមាត់ដែលដាក់លើអណ្ដាតហើយស្ដោះទៅយ៉ាងនោះដែរប្រការមួយទៀតដូចជាដុំសាច់ដែលគេយកទៅដាក់ក្នុងផ្ទះដៃដុសក្ដៅអស់មួយថ្ងៃរមែងខ្លោចចង្រោះឆាប់មិនថិតថេរយូរយារបានយ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីប្រៀបដូចជាដុំសាច់យ៉ាងនោះដែរពំនុះសោតដូចជាមេគោដែលគេនាំទៅកាន់កន្លែងសម្លាប់ការដែលមេគោនោះឈានណានៅជំហានណាមួយទៅក៏ឈ្មោះថាខិតទៅចិត្តកន្លែងស្លាប់ចិត្តសេចក្តីស្លាប់យ៉ាងណាមិញជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីមានទុកច្រើនមានសេចក្តីជួយចង្អល់ច្រើនប្រៀបដូចជាមេគោដែលគេនាំទៅសម្លាប់យ៉ាងនោះដែរមេគោដែលគេនាំទៅសម្លាប់ទៅកាន់ទីដើម្បីសម្លាប់គេដឹកទៅបដើទៅចេញពីទ្រុងទៅរាល់ជំហានដែលគោដើរទៅមួយជំហានណាក៏ឈ្មោះថាកាន់តែចិត្តទៅណាចិត្តទីស្លាប់នោះឯងណាកាន់តែដើរគឺកាន់តែចិត្តទីស្លាប់យ៉ាងណាមិញជីវិតរបស់មនុស្សយើងក៏ដូចគ្នាជារបស់តិចណាខ្លីបាទពីមួយថ្ងៃទៅមួយថ្ងៃណាថ្ងៃកន្លងទៅយប់មកដល់យប់កន្លងទៅថ្ងៃមកដល់ជីវិតរបស់យើងរាល់គ្នាក៏កាន់តែខូចទៅមានប្រមាណតិចខ្លីកាន់តែគៀកដែលគៀកនោះគឺគៀកនឹងសេចក្តីស្លាប់នោះឯងណាព្រះសាស្តាព្រះអង្គត្រាស់ថាចំនួនសាស្តាដែលឈ្មោះអរកៈដែលសម្ដែងធម៌ថាជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីណាបងចំនួននោះមនុស្សមានអាយុ 60000 ឆ្នាំណាគណៈមនុស្សចំនួននោះមានអាយុដល់ 60000 ឆ្នាំគេនៅសម្ដែងធម៌ថាជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីណាអ្នកទាំងឡាយនឹងត្រូវដឹងត្រូវធ្វើនៅកុសលត្រូវប្រព្រឹត្តនៅព្រមចរិយធម៌ដោយប្រាជ្ញាព្រោះថាសត្វដែលកើតហើយសុទ្ធតែស្លាប់សត្វដែលកើតហើយមិនស្លាប់នោះមិនមានមនុស្សចំនួននោះមានអាពាធតែ6យ៉ាងទៀតណាអត់មានអាពាធច្រើនទេរោគណាជំងឺឈឺថ្កាត់ហ្នឹងអត់មានច្រើនមានតែ6យ៉ាងគត់ណាអាពាធ6យ៉ាងរួមមានគឺរងាស្អុះឃ្លានស្រេកឧច្ចារបស្សវៈក៏គឺឈឺបន្ទោបង់នោះឯងណាដោះទុកសត្វណានេះគឺជំងឺរបស់មនុស្សនៅការចំនួននោះដែលមានអាយុ 60000 ឆ្នាំ
គេមានអាពាហ៍តែ6យ៉ាងហ្នឹងឯងទើបមនុស្សជំនាន់ហ្នឹងរស់ដល់ 60000 ឆ្នាំតែបើទោះជារស់នៅមានអាយុដល់ 60000 ឆ្នាំក៏នៅតែសម្ដែងធម៌ថាជីវិតរបស់ពួកមនុស្សជារបស់តិចខ្លីចាំបាច់និយាយអ្វីដល់មនុស្សក្នុងបច្ចុប្បន្នមានអាយុបូកដកត្រឹម100ឆ្នាំមិនដឹងតែខើចឬតែខ្លីឬតែតិចថែមទៀតដែរមែនអត់ហើយនៅក្នុងជីវិត100ឆ្នាំក៏ប្រកបដោយទុក្ខមែនឬមិនមែនសេចក្តីចង្អៀតចង្អល់ហ្នឹងមានច្រើនបើមិនចង្អៀតចង្អល់រឿងនេះក៏ជាចង្អល់រឿងនោះហើយតែមកជារឿយៗជាប្រចាំណារាល់ថ្ងៃមានសេចក្តីចង្អៀតចង្អល់រាល់ថ្ងៃអត់មានរាល់ថ្ងៃមានទុក្ខច្រើនមានសេចក្តីចង្អៀតចង្អល់នឹងច្រើនគិតមើលមកជីវិតមនុស្សយើង100ឆ្នាំកើតមកតាំងពីតូចមិនទាន់ដឹងក្តីអីរស់នៅរហូតដល់ធំឡើងបន្តិចមកអាយុត្រឹម 7-8 ឆ្នាំក៏ឪពុកម្ដាយនាំឲ្យតែរៀនសូត្ររៀនសិក្សាវិជ្ជាខាងក្រៅខាងព្រៃលោកដើម្បីចិញ្ចឹមជីវិតដើម្បីប្រកបមុខរបរណាចំណេះជំនាញណាខាងព្រៃលោកប្រើរយៈពេលរៀនសូត្រអស់រយៈពេលប្រហែលអ្នកខ្លះ10ឆ្នាំលទ្ធភាពតិចណាតាមលទ្ធភាពអ្នកខ្លះ10ឆ្នាំ20ឆ្នាំណាអ្នកខ្លះឡើងដល់30ឆ្នាំមានអត់មានណាគិតទៅអាយុអស់ទៅប្រហែលហើយទម្រាំតែរៀនចំណេះជំនាញបានមកវ័យរៀងចាស់បាត់ហើយមែនទេទើបមកមានគ្រួសារណាមានប្តីមានប្រពន្ធមានកូនតែមានប្តីមានប្រពន្ធមានកូនក៏ត្រូវតែខិតខំប្រឹងរកព្រោះមាត់កាន់តែច្រើនការនឿយការហត់សេចក្តីជាទាំងអស់ក៏កាន់តែច្រើនទៅតាមនឹងដែរមែនឬមិនមែនភារៈក៏កាន់តែមានច្រើនជាងមុនបំពេញកិច្ចការងារណាប្រកបដោយទុក្ខទោមនស្សស្ដីជាទាំងអស់យ៉ាងច្រើនក្នុងជីវិតប្រចាំថ្ងៃរហូតដល់អាយុចូល60កម្លាំងនៃរាងកាយចាប់ដើមថយសុខភាពលែងសូវល្អមែនទេធ្វើការអីដូចមុនលែងសូវបានហើយណោះឬក៏ចង់ទៅដាក់ពាក្យធ្វើការនៅកន្លែងដតីក៏គេអត់យកពោះចាស់ហើយអស់កម្លាំងហើយណាយកទៅធ្វើការអីក៏អត់ល្អដោយការនៃក្មេងណាភាពរហ័សរហួនក្តីកម្លាំងកាយក្តីក៏មិនអាចមានដោយការវ័យពីមុនបានអ្វីនោះធ្វើមិននៅផ្ទះមែនអត់មើលចៅអាស្រ័យការមើលចៅឲ្យកូនណាព្រោះឲ្យនៅទេនៅស្ងាត់ដែលអត់មើលចៅក្រែងណាក្រែងកូនមិនចាំព្រោះខ្លួនធ្វើអីលែងកើតដែរដល់តែក្រែងកូនមិនចាំក៏មើលចៅតែទៀតទៅណាក្មេងក៏មិនស្រួលមើលខ្ញុំថាក្មេងស្រួលមើលអត់ស្រួលតាមចិត្តដែរមិនងាយទេណានិយាយអញ្ចេះទៅអញ្ចោះនិយាយអញ្ចោះទៅអញ្ចេះមែនអត់ដូចចាប់ក្តាមដាក់ចេអញ្ចឹងបាទមិនស្រួលចិញ្ចឹមមិនស្រួលមើលថែណាលំបាកក៏រស់នៅដែលប្រកបដោយទុក្ខទោមនស្សទៀតមែនអត់មាសប្រាក់ក៏មិនអាចរកមកបានដោយខ្លួនឯងទៀតនៅវ័យនោះអាស្រ័យកូនចិញ្ចឹមមួយថ្ងៃទៅមួយថ្ងៃរហូតដល់ជីវិតអស់ទៅលាចាកលោកនេះទៅស្លាប់ទៅកូនចៅក៏ធ្វើបុណ្យហើយទាំងតែណាអ្នកស្រុកអ្នកភូមិក៏បានឮដំណឹងតែថាអូអ្នកខាងនោះស្លាប់បាត់ហើយណាចាក់មេក្រូរួចផុតតែពីយើងស្លាប់ទៅរយៈពេលកន្លះខែក៏អ្នកដែលរស់នៅនេះគេភ្លេចយើងបាត់ហើយកូនយើងក្តីចាប់ដើមភ្លេចបដាម្ដងបន្តិចយូរទៅលែងមានអ្នកស្គាល់យើងពេលដែលស្លាប់យកឲ្យទៅបានអត់បានលេងមានរបស់3យ៉ាងដែលជាប់តាមតែកាយកម្មវិច័យកម្មមនោកម្មគឺកម្មដែលសត្វធ្វើហើយណាទោះជាល្អក្តីអាក្រក់ក្តីនេះជាបាបក្តីជាបុណ្យក្តីនោះឯងជារបស់ជាប់សត្វតែប្រងថាក្នុងការឥឡូវនេះណាបើបុគ្គលនិយាយត្រូវនិយាយថាជីវិតរបស់ពួកមនុស្សនឹងជារបស់តិចខ្លីមានទុក្ខច្រើនមានសេចក្តីជាចង្អល់ច្រើនបុគ្គលត្រូវដឹងត្រូវធ្វើនៅកុសលត្រូវប្រព្រឹត្តនៅព្រមចរិយធម៌ដោយប្រាជ្ញាព្រោះសត្វដែលកើតហើយសុទ្ធតែស្លាប់ក្នុងការឥឡូវនេះបុគ្គលរស់នៅយ៉ាងយូរត្រឹម100ឆ្នាំឬតិចជាងឬក៏លើសពី100ឆ្នាំបន្តិចបន្តួចតមកមានភាពអង្គរាប់ណាជាឆ្នាំជាខែជារដូវឲ្យ
ប្រងត្រាស់ថាការរស់នៅ100ឆ្នាំណាឈ្មោះថារស់នៅអស់300រដូវមានរដូវរងាណា100រដូវរដូវក្តៅ100រដូវរដូវភ្លៀង100រដូវក៏បុគ្គលដែលរស់នៅអស់300រដូវឈ្មោះថារស់នៅ1200ខែគឺរដូវរងា400ខែរដូវក្តៅ400ខែរដូវវស្សា400ខែការបុគ្គលរស់នៅអស់1200ខែហើយបើរាប់ជាកន្លះខែឈ្មោះថារស់នៅអស់2400កន្លះខែគឺរដូវរងា800កន្លះខែរដូវក្តៅ800កន្លះខែរដូវវស្សា800កន្លះខែកាលបើបុគ្គលរស់នៅ2400កន្លះខែហើយឈ្មោះថារស់នៅអស់36000រាត្រីគឺរដូវរងា12000រាត្រីរដូវក្តៅ12000រាត្រីរដូវវស្សា12000រាត្រីកាលបុគ្គលរស់នៅអស់36000រាត្រីហើយរមែងបរិភោគបាយ72000ដងបានន័យថាមួយថ្ងៃបរិភោគបាយ2ពេលការពិតការបរិភោគអាហារតិចជួយឲ្យសុខភាពល្អខ្ញុំនិយាយព្រះមានភាពព្រះអង្គសម្ដែងទៅព្រះមានភាពព្រះអង្គបរិភោគបាយតាមពេលហើយដឹកនាំភិក្ខុណាណែនាំឲ្យភិក្ខុនេះបរិភោគបាយតាមពេលទេព្រោះការបរិភោគបាយមួយពេលនឹងធ្វើឲ្យការក្រោកការដើរការឈរការអង្គុយនេះរហ័សរហួននៅក្នុងអេរិយាបថ4ណាហើយមានអពាតិចការបុគ្គលនោះរស់នៅអស់36000រាត្រីហើយរមែងបរិភោគបាយ72000ដងគឺរដូវរងា24000ដងរដូវក្តៅ24000ដងរដូវវស្សា24000ដងរាប់ទាំងបើទឹកដោះម្ដាយរាប់ទាំងខានបរិភោគបាយក្នុងហេតុទាំងនោះការអត់បាយនេះគឺបុគ្គលខឹងមិនបរិភោគបាយក៏មានបុគ្គលព្រួយមិនបរិភោគបាយក៏មានបុគ្គលឈឺចាប់មិនបរិភោគបាយក៏មានមែនអត់បុគ្គលរក្សាឧបោសថមិនបរិភោគបាយក៏មានបុគ្គលមិនបរិភោគបាយព្រោះរោគអ្វីមិនបាននេះក៏មានណារោគអីបរិភោគអត់បានក៏អត់បានបរិភោគក៏មានហើយអ្នកខ្លះរោគបានតែត្រូវរក្សាឧបោសថក៏អត់បរិភោគក៏មានអាយុរបស់ពួកមនុស្សដែលមានអាយុ100ឆ្នាំតថាគតបានរាប់ហើយប្រមាណនៃអាយុតថាគតបានរាប់ហើយរដូវទាំងឡាយតថាគតបានរាប់ហើយឆ្នាំទាំងឡាយតថាគតបានរាប់ហើយខែទាំងឡាយតថាគតបានរាប់ហើយកន្លះខែទាំងឡាយតថាគតបានរាប់ហើយរាត្រីទាំងឡាយតថាគតបានរាប់ហើយថ្ងៃទាំងឡាយតថាគតបានរាប់ហើយបាយទាំងឡាយតថាគតបានរាប់ហើយការអត់បាយទាំងឡាយតថាគតបានរាប់ហើយដូច្នេះឯងកិច្ចណាដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ទំនុកបំរុងជាអ្នកឈឺឆ្អាលអាស្រ័យនៅសេចក្តីឈឺឆ្អាលគួរធ្វើដល់ពួកសាវកកិច្ចនោះតថាគតបានធ្វើហើយដល់អ្នកទាំងឡាយមនីភិក្ខុទាំងឡាយនោះជាគល់ឈើទាំងឡាយនោះជាផ្ទះស្ងាត់ទាំងឡាយអ្នកទាំងឡាយចូលចម្រើនឈានកុំប្រមាទកុំមានសេចក្តីក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយនេះជាពាក្យព្រាហ្មណ៍ប្រដៅរបស់តថាគតចំពោះអ្នកទាំងឡាយសាធុចឹងឲ្យយើងស្ដាប់រឿងរ៉ាវអស់នឹងហើយការដែលមានជីវិតរស់នៅមានកម្លាំងកំហែងឲ្យយើងចូលទៅរកគល់ឈើផ្ទះស្ងាត់ដើម្បីប្រកបព្យាយាមបំពេញនៅកុសលណាប្រព្រឹត្តនៅព្រមចរិយធម៌នឹងឲ្យហើយកុំឲ្យមានសេចក្តីក្តៅក្រហាយជាខាងក្រោយឡើយណាព្រោះបើបុគ្គលមិនបំពេញក្នុងការដែលមានជីវិតមានកម្លាំងកំហែងនៅក្នុងបច្ចុប្បន្នដែលអាចប្រព្រឹត្តទៅបានដោយស្រួលនេះមិនព្រមធ្វើទេណាកន្លែងតែស្រវឹងនៅក្នុងវ័យដែលកំពុងចម្រើនកន្លែងតែស្រវឹងនៅក្នុងសេចក្តីមិនមានរោគកន្លែងតែស្រវឹងនៅក្នុងជីវិតបណ្ដោយពេលវេលាកន្លងផុតទៅរឿយៗណារហូតដល់ថ្ងៃមួយឈឺដេកលើគ្រែក្រោកលែងរួចក្នុងសម័យនោះចង់មក
បំពេញកុសលចង់មកប្រព្រឹត្តតាមចរិយាធម៌ក៏មិនមែនធ្វើបានងាយព្រោះព្រះអង្គប្រាប់ថាបើភ័យនេះមកដល់ហើយបុគ្គលមិនអាចធ្វើទុកក្នុងចិត្តនៅពាក្យព្រានប្រដៅរបស់ព្រះមានព្រះភិក្ខបានដែលងាយការសែបនៅសេនាសនៈស្ងាត់មានគល់ឈើព្រៃផ្ទះស្ងាត់ជាដើមក៏មិនមែនធ្វើបានដោយងាយចឹងទេក្នុងជីវិតប្រចាំថ្ងៃណាដែលមានដង្ហើមដកមានកម្លាំងកំហែងធ្វើពីសម័យបច្ចុប្បន្ននេះឲ្យហើយទាន់មានឱកាសដែលអាចធ្វើបានណាយមណោះ